ជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹកនិងស្វាគមន៍មកកាន់ Channel និទានរឿងខ្មោចថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតហើយយកមកនិទានជូនពុកម៉ែបងប្អូនស្ដាប់ដូចតទៅរឿងនោះគឺពាក់ព័ន្ធជាមួយនឹងវិញ្ញាណខ្មោចដែលនៅជាប់នឹងឡានក្រហមមួយដោយសារតែឡាននឹងបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយសម្រាប់នារីម្នាក់ដែលមានផ្ទៃពោះជិតគ្រប់ខែហើយវិញ្ញាណរបស់នាងគឺមានកំហឹងជាខ្លាំងហើយវិញ្ញាណក៏សន្ធិដ្ឋជាប់នៅនឹងឡាននោះរហូតតែម្ដងទោះបីជាឡាននោះទៅដល់ទីណាលក់ទៅឲ្យអ្នកណាក៏តែងតែមានបញ្ហាបង្ករឿងជាហូរហែធ្វើឲ្យអ្នកដែលទិញឡានជាបន្តបន្ទាប់ហ្នឹងគឺតែងតែជួបរឿងហេតុភេទចម្លែកៗអីចឹងទៅហើយរឿងនេះចាប់ផ្ដើមជាដំបូងគឺមានស្ត្រីម្នាក់ឈ្មោះស៊ីថានាងរស់នៅឯភូមិដាច់ស្រយាលមួយឆ្ងាយពីទីប្រជុំជនអីចឹងទៅណាគឺអាចនិយាយថារាប់គីឡូឯណោះហើយពេលដែលនាងធ្វើដំណើរទៅពិនិត្យផ្ទៃពោះនៅឯទីរួមខេត្តស្រាប់តែដល់អាផ្លូវកោងហ្នឹងមានឡានពណ៌ក្រហមមួយគឺជាឡានទេសចរទេគឺឡានហ្នឹងបើកក្នុងទិសដៅយ៉ាងលឿនហើយផ្លូវកោងអត់បានបន្ថយល្បឿននោះទេហើយបើកមកក៏ជ្រុលមកបុកនាងស៊ីថាស្លាប់បាត់ទៅហើយវាគឺជារឿងដ៏គួរឲ្យសោកសង្រេងជាទីបំផុតនៅពេលដែលគ្រប់គ្នាបានឃើញទស្សនវិជ្ជានោះអ្នកភូមិនាំគ្នាអាណិតនាងស៊ីថាជាខ្លាំងព្រោះនាងកាលពីមុនឡើយគឺជាមនុស្សល្អហើយតែងតែមានទំនាក់ទំនងល្អជាមួយនឹងអ្នកភូមិហើយយកចិត្តទុកដាក់ឬក៏យើងនិយាយទៅគេថាមនុស្សល្អមិនសមថាជួបរឿងបែបហ្នឹងអីអញ្ចឹងទៅហើយក្រោយមកបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ហើយឡាននោះគឺថាអ្នកដែលបើកឡានហ្នឹងបានលក់ទៅឲ្យអ្នកថ្មីទៀតគឺជាអ្នកភូមិក្បែរនឹងដែរដោយសារតែឡានគាត់ខូចខ្លាំងហើយអញ្ចឹងទៅគាត់អត់ចង់យកត្រឡប់ទៅវិញទេគាត់ដោះស្រាយសំណងដោះស្រាយអីរួចរាល់អស់ហើយឡានហ្នឹងគឺគាត់លក់ឲ្យអ្នកក្បែរនឹងឯងហើយអ្នកក្បែរហ្នឹងគឺជាបរិសម្នាក់ឈ្មោះសុកគាត់ជាអ្នកធ្វើចំការហើយគាត់ក៏ជាអ្នកបានដឹងប្រវត្តិនៃឡាននោះច្រើនណាស់ដែរប៉ុន្តែគាត់នៅតែសម្រេចចិត្តទិញដោយសារតែគាត់មិនជឿទៅលើរឿងអបិយជំនឿអីអញ្ចឹងទៅគាត់ទិញឡាននោះក្នុងតម្លៃថោកសមរម្យហើយគាត់ក៏យកទៅជួសជុលវាឲ្យបានស្អាតបាតហើយជិះធ្វើដំណើរជាធម្មតាប៉ុន្តែនៅពេលយប់ឡើងគឺឲ្យតែគាត់បើកឡានជាពិសេសគឺទៅដល់កន្លែងស្ងាត់នោះកន្លែងដែលផ្លូវកោងដែលធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺគាត់តែងតែមានអារម្មណ៍ថាព្រឺក្បាលមានអារម្មណ៍ថាមានអ្វីម្យ៉ាងគឺអង្គុយនៅពីក្រោយគាត់យើងនិយាយទៅថាគាត់មើលនឹងចុងកន្ទុយភ្នែកណាគាត់ឃើញមានស្រមោលខ្មៅនៅនឹងកញ្ចក់ដល់ពេលគាត់សម្លឹងមើលទៅអត់ឃើញមានអីទេហើយពេលខ្លះទៀតគឺគាត់ធំក្លិនផ្សែងធូបធំក្លិនពេញឡានតែម្ដងរហូតដល់គាត់មិនអាចបើកឡានតទៅមុខទៀតបានគឺគាត់ធំក្លិនរហូតដល់ឆ្លក់ចឹងទៅណាគាត់ឈប់ឡានបើកកញ្ចក់បើកអីចឹងទៅដើម្បីឲ្យវាអស់ក្លិនចឹងទៅហើយគាត់មានអារម្មណ៍ភ័យពីព្រោះថាឡានគាត់អត់មានដាក់ធូបដាក់អីឬក៏កន្លែងហ្នឹងអត់មានអុជធូបអត់មានអីទេប៉ុន្តែហេតុអីក៏ធំក្លិនធូបពេញឡានតែម្ដងបាទដល់អញ្ចឹងគាត់បើកទ្វារឡានបើកអីអស់ហើយគាត់ឈប់នៅទីហ្នឹងគឺវាស្ងាត់ដែរហើយគាត់តែងតែឮសំឡេងខ្សឹបខ្សៀវនៅក្នុងត្រចៀកគាត់ខ្សឹបតិចតិចរបៀបដូចខ្យល់បក់កាត់ត្រចៀកអញ្ចឹងណាហើយពេលហ្នឹងគាត់ក៏មានអារម្មណ៍ថាភ័យខ្លាំងព្រោះគាត់គិតថាវាដូចជាអត់សូវស្រួលអីចឹងទៅហើយគាត់ក៏ឡើងឡានវិញបញ្ញាប់បើកឡានទៅផ្ទះហើយក្នុងពេលដែលគាត់កំពុងតែបើកឡានទៅផ្ទះហ្នឹងស្រាប់តែឃើញមាននារីម្នាក់អង្គុយនៅពីក្រោយហើយនិយាយដូចជាការយំសោកសៅអញ្ចឹងគាត់គ្រាន់តែមើលតាមកញ្ចក់ភ្លាមគឺឃើញមុខនាងស្នាមទៅដោយឈាមប៉ុន្តែគាត់មើលមិនច្បាស់ថានារីម្នាក់នោះជាអ្នកណានោះទេព្រោះថាដោយសារតែផ្ទៃមុខប្រឡាក់សុទ្ធតែឈាមតែក្នុងចិត្តគាត់គឺគាត់ប៉ាន់ស្មានថាជានាងស៊ីថានឹងហើយដូច្នេះគាត់ភ័យខ្លាំងណាស់គឺគាត់អត់គិតអីច្រើនទេពេលនោះគឺគាត់ជន់ហ្គាយកហើយឡានគឺបើកទៅយ៉ាងលឿនហើយមានពេលខ្លះដល់ថ្នាក់គាត់បិទភ្នែកទៅទៀតព្រោះគាត់អត់ចង់ឃើញអ្វីទាំងអស់អញ្ចឹងណាខណៈដែលឡានល្បឿនគឺលឿនមែនទែនហើយគាត់អត់ដឹងថាឡានបើកទៅដល់ទីណានោះទេហើយពេលហ្នឹងគឺវាជាសំណាងល្អដែរដែលឡានរបស់គាត់នឹងអត់បានធ្លាក់ផ្លូវឬក៏អត់បានជ្រុលទៅបុកអ្វីមួយមិនបង្កគ្រោះថ្នាក់ដល់គាត់ហើយនៅពេលស្អែកឡើងគាត់ក៏ប្រកាសលក់ឡាននឹងក្នុងតម្លៃធូរជាទីបំផុតព្រោះគាត់អត់ចង់ទុកឡាននឹងនៅនឹងផ្ទះនោះទេ
បើសិនជាលក់មិនចេញក៏គាត់យកឡានហ្នឹងទៅទុកនៅទីណាឆ្ងាយពីផ្ទះគាត់ដែរព្រោះគាត់ដឹងថាវិញ្ញាណនាងសីថាគឺនៅជាប់នឹងឡាននឹងឯងហើយនៅពេលដែលគាត់ប្រកាសលក់ឡាននោះគឺមានមនុស្សជាច្រើនចាប់អារម្មណ៍ដោយសារតែតម្លៃវាធូរថ្លៃខ្លាំងប៉ុន្តែមានបុរសម្នាក់ឈ្មោះម៉េងហ្នឹងគឺគាត់ឲ្យតម្លៃរៀងខ្ពស់ជាងគេបន្តិចព្រោះគាត់ត្រូវការទិញឡានប្រញាប់ដែរបុរសម្នាក់ឈ្មោះម៉េងហ្នឹងគាត់គឺជាមេភូមិមិនមែនជាមេភូមិរបស់ពូសុកនោះទេគឺជាមេភូមិមួយទៀតដែលនៅជាប់ភូមិពូសុកនឹងឯងហើយបន្ទាប់ពីពិនិត្យឡានអស់សពគ្រប់អស់ហើយអញ្ចឹងទៅក៏គាត់សម្រេចចិត្តថាយកឡានហ្នឹងហើយមេភូមិមេហ្នឹងពេលដែលគាត់ទិញបានឡានហ្នឹងថ្ងៃដំបូងគឺគាត់សប្បាយចិត្តណាគាត់ស្រឡាញ់ឡានហ្នឹងព្រោះថាគាត់ក៏មានឡានមួយដែរប៉ុន្តែឡាននោះគឺគាត់យកទៅជួសជុលយ៉ាងណាក៏វានៅតែគេថាជិះមិនកើតណាជួសជុលឲ្យខូចជួសជុលឲ្យខូចអញ្ចឹងណាដោយសារតែឡានវាចាស់ខ្លាំងពេកអញ្ចឹងទៅគាត់ក៏បានឡានថ្មីនេះគឺគាត់សប្បាយចិត្តហើយរឿងដំបូងដែលគាត់ធ្វើហ្នឹងគឺគាត់យកឡានហ្នឹងទៅបើកពេលយប់ហើយគាត់អត់បានដឹងប្រវត្តិថាឡានហ្នឹងយ៉ាងម៉េចអីទេដោយសារតែពូសុកក៏គាត់មិនបាននិយាយរៀបរាប់អីច្រើនដែរពូសុកគាត់និយាយតែមួយឃ្លាទេគាត់លក់ឡានហ្នឹងគឺដើម្បីដូរសេរីគាត់និយាយតែប៉ុណ្្នឹងហើយសម្រាប់មេភូមិមេងក៏គាត់មិនបានទៅសួរនាំអីវែងឆ្ងាយហើយអញ្ចឹងគាត់អត់ដឹងរឿងឡានហ្នឹងទេថាប្រវត្តិយ៉ាងណាអីយ៉ាងណីអញ្ចឹងទៅមេភូមិមេងនៅពេលដែលគាត់ទិញឡាននឹងភ្លាមដំបូងឡើយគាត់ក៏បានសាកល្បងដែរប៉ុន្តែគាត់គ្រាន់តែបើកចិត្តអីប៉ុណ្្នឹងឯងហើយដោយសារតែការរវល់ការងារជាមេភូមិផងអញ្ចឹងគាត់អត់សូវមានពេលអីច្រើនទេគាត់ទិញហើយសាកមួយផ្លែតគាត់យកឡានហ្នឹងទៅទុកនៅផ្ទះអីចឹងទៅហើយប្រហែលជាម៉ោង7ម៉ោង8យប់បានគាត់ចាប់ផ្ដើមសាកបើកបរឡានហ្នឹងគឺគាត់សាកភ្លើងឡានគាត់សាកអីចឹងទៅថាបើកពេលយប់អីវាស្រួលអត់អីចឹងណាដោយសារធម្មតាការទិញឡានគឺសំខាន់ផុតគឺសម្រាប់យើងធ្វើដំណើរជាពិសេសអាពេលផ្លូវឆ្ងាយឬក៏ពេលយប់ពេលភ្លៀងអីចឹងពិបាកមើលផ្លូវពិបាកអីអាភ្លើងចង្គៀងឡានហ្នឹងតើវាភ្លឺវាច្បាស់ដែរអត់ពីព្រោះយើងមើលពេលថ្ងៃយើងមើលមិនដឹងទេដល់ពេលយើងបើកភ្លើងនឹងពេលយប់ទៅយើងដឹងថាវាភ្លឺច្បាស់មិនច្បាស់អីចឹងទៅបាទហើយណាមួយនៅភូមិនោះគឺវាដាច់ស្រយាលផងបើសិនជាមានបញ្ហាអីមួយក៏វាពិបាកក្នុងការយកឡានហ្នឹងមកធ្វើនៅឯទីរួមខេត្តដែរហើយមេភូមិមេហ្នឹងគាត់បានបើកសាកល្បងឡានហ្នឹងទៅកាន់ទីតាំងដែលឡានហ្នឹងធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍បុកនាងសីថាហ្នឹងណាបាទអាផ្លូវហ្នឹងគឺវាកោងខ្លាំងហើយពេលដែលគាត់កំពុងតែបើកឡានដំបូងឡើយគឺគាត់សរសើរថាឡានហ្នឹងល្អមិនគួរណាលក់ក្នុងតម្លៃប៉ុណ្ណឹងទេពីព្រោះឡានហ្នឹងគេថា smooth អីចឹងណាបើកទៅគឺវាអត់មានឮសំឡេងអត់មានអីនៅពេលដែលឡានហ្នឹងបើកចិត្តដល់ទីតាំងនោះស្រាប់តែឡានហ្នឹងឮសំឡេងខ្លាំងប្រៀបដូចជាឡានទៅបុកប៉ះទង្គិចអ្វីមួយអញ្ចឹងលោកមេងគាត់ចាប់ផ្ដើមឆ្ងល់ភ្លាមឮប្រៅគាត់ងាកទៅឆ្វេងងាកទៅស្ដាំគាត់មើលក្រោយហើយគាត់បន្ថយល្បឿនឡានគាត់ឆ្ងល់ថាតើឡានគាត់បានប៉ះអីហើយពេលគាត់មើលចុះមើលឡើងគឺឡានអត់មានប៉ះអីទេឡានគឺបើកនៅលើផ្លូវធម្មតាហើយពេលដែលគាត់បើកទៅបន្តទៀតស្រាប់តែឮសំឡេងស្រែកដូចគេបុកឬក៏ស្រែកដូចមនុស្សត្រូវអ្វីមួយអញ្ចឹងណាស្រែកជាមួយនឹងការឈឺចាប់ណាហើយលោកមេងគាត់ភ្ញាក់ព្រឹតគាត់ថាគាត់បុកមនុស្សហើយដឹងដល់អញ្ចឹងគាត់ឈប់ឡាននៅកណ្ដាលផ្លូវហើយគាត់ងាកមើលចុះឡើងអត់មានឃើញមនុស្សអត់មានឃើញអីទេដល់អញ្ចឹងគាត់មានអារម្មណ៍មួយថាអត់សូវស្រួលហើយណាមួយផ្លូវហ្នឹងគឺវាស្ងាត់អត់ងាយមានមនុស្សឆ្លងកាត់ទៅមកទេយើងសឹងតែនិយាយថា1ម៉ោងអីមានឡានមួយ1ម៉ោងមានម៉ូតូមួយទៅអញ្ចឹងវាស្ងាត់ខ្លាំងណាផ្លូវហ្នឹងហើយបើសិនជាមានបញ្ហាអីមិនងាយនឹងមានមនុស្សណាមកជួយតាន់ពេលចង់និយាយអញ្ចឹងបាទហើយមេភូមិមេហ្នឹងគាត់មានអារម្មណ៍អត់ស្រួលដល់ពេលគាត់ឮអាសកម្មភាពបែបហ្នឹងណាដល់អញ្ចឹងគាត់ក៏បញ្ញាប់បញ្ញាល់បើកឡានត្រឡប់ទៅផ្ទះវិញហើយពេលដែលគាត់បើកឡានត្រឡប់ទៅផ្ទះវិញហ្នឹងវារៀងយប់រៀងជ្រៅដែរហើយអាចថាម៉ោង8កន្លះម៉ោង9ណាដល់អញ្ចឹងទៅគាត់បើកស្រាប់តែឃើញមាននារីម្នាក់ឈរក្បែរផ្លូវតែគាត់មើលអត់ច្បាស់ទេអត់ដឹងថាជាអ្នកណាទេគាត់ស្មានថាប្រហែលជាអ្នកភូមិក្បែរនេះអញ្ចឹងទៅគាត់ក៏ជួយយកអាសាដោយសារតែគាត់គឺជាមេភូមិផងហើយអ្នកភូមិក្បែរហ្នឹងក៏សុទ្ធតែជាចាត់ទុកថាគ្នាឯងអញ្ចឹងទៅព្រោះជាតំបន់ដាច់ស្រយាលដូចគ្នានៅជុំគ្នាអញ្ចឹងទៅអញ្ចឹងគាត់ក៏ឈប់ឡានទៅក្បែរនារីម្នាក់ហ្នឹងហើយគាត់សួរ
គាត់សួរទៅកាន់នាងថាតើមានអ្វីឲ្យគាត់ជួយដែរទេពីព្រោះផ្លូវនេះស្ងាត់ណាស់បើថាចាំឡានគឺមិនងាយមកទេបើអាចជិះទៅជាមួយគាត់ទៅគាត់ជូនទៅផ្ទះអីចឹងទៅហើយចឹងនារីម្នាក់នោះក៏និយាយសម្ដីខ្សើតិចនិយាយពីខ្លាំងទៅខ្សោយថាជួយជូនគាត់ទៅផ្ទះផងប៉ុន្តែគាត់និយាយមួយទេហើយលោកមេភូមិមេហ្នឹងគាត់មើលទៅនារីម្នាក់ហ្នឹងគឺចម្លែកណាមុខស្លេកស្លាំងហើយដៃសឡូនវែងដូចជានៅសល់តែឆ្អឹងអញ្ចឹងប៉ុន្តែគាត់គិតថាប្រហែលជានាងមានជំងឺឬក៏អីចឹងទៅហើយមេភូមិក៏គាត់ជួយយកអាសាឲ្យនាងអង្គុយក្នុងឡានអង្គុយអីគាត់បើកឡានជូនទៅផ្ទះដំបូងឡើយគឺលោកមេភូមិមេហ្នឹងគាត់អត់មានអារម្មណ៍ភ័យខ្លាចអីទេប៉ុន្តែនៅពេលដែលចូលទៅដល់ក្នុងឡានបើកចេញទៅមួយសន្ទុះគាត់ហាក់ដូចជាមានអារម្មណ៍ចម្លែកហាក់ដូចជាឡានហ្នឹងវាធ្ងន់ខុសពីធម្មតាអញ្ចឹងមានន័យថាគាត់បើកឡានហ្នឹងវាសឹងថាមិនទៅមុខខំប្រឹងជន់ហ្គាប៉ុន្តែអាឡានហ្នឹងវាទៅតិចអញ្ចឹងណាវារោទៅសំលេងណាហើយគាត់គិតថាឡានប្រហែលជាមានបញ្ហាមានអីហើយប៉ុន្តែអាក្នុងឡានហ្នឹងស្រាប់តែត្រជាក់ស្រេបត្រជាក់ខ្លាំងទៅណាហើយគាត់ក៏ឆ្ងល់ថាម៉ាស៊ីនត្រជាក់មិនក៏ត្រជាក់ម៉េះបើកមួយថ្ងៃហើយម៉ាស៊ីនត្រជាក់មិនសូវត្រជាក់ផងហើយឥឡូវមិនក៏ត្រជាក់ខ្លាំងម៉េះដល់អញ្ចឹងគាត់ងាកទៅសួរនារីម្នាក់ហ្នឹងថាល្ងាអត់អីចឹងទៅពេលគាត់ងាកទៅសួរទៅឃើញនារីម្នាក់ហ្នឹងភ្នែកឡើងក្រហមច្រាលហើយគាត់ភ័យព្រោះភ្នែកហ្នឹងក្រហមខ្លាំងហើយហាក់ដូចជាមានពន្លឺអញ្ចឹងហើយគាត់ភ័យប៉ុន្តែគាត់អត់ហ៊ាននេះទេគាត់ខ្លាចចង់និយាយថាគាត់ភ័យនៅក្នុងខ្លួនតែគាត់អត់បង្ហាញចេញមកពីព្រោះគាត់ខ្លាចគេដែរគាត់ខ្លាចយើងយល់ថាគេនឹងមិនចឹងទៅគេខឹងគេអីចឹងណាហ្នឹងហើយដល់អញ្ចឹងគាត់សួរទៅនារីម្នាក់ហ្នឹងគាត់ថាគាត់អត់ត្រជាក់អត់អីទេគឺគាត់ក្តៅដល់អញ្ចឹងចាប់ផ្ដើមមានអារម្មណ៍អត់ស្រួលនៅក្នុងឡានត្រជាក់ប៉ុណ្ណឹងហើយនារីម្នាក់ហ្នឹងបែរជានិយាយថាអត់ត្រជាក់ទៀតហើយពេលនោះមេភូមិមេងគាត់ក៏អត់មានមាត់អត់មានកទេគាត់ក៏បើកឡានអែបទៅនឹងផ្លូវដើម្បីគាត់បើកអាគម្របឡានពីមុខហ្នឹងមើលម៉ាស៊ីនដោយសារមិនដឹងថាមូលហេតុអីឡានហ្នឹងវាមិនចង់ទៅមុខគាត់មើលម៉ាស៊ីនមើលកង់មើលអីចឹងទៅណាក្រែងលោកកង់ហ្នឹងវាជាប់ប្រាំងជាប់អីគាត់ស្ទាបកង់ស្ទាបអីតើវាក្តៅដែរអត់ហើយគាត់ក៏ចុះពីឡានទៅហើយគាត់ក៏ទៅស្ទាបប៉ះកង់ប៉ះអីដើរមើលមកជុំឡានហើយគាត់បើកគម្របម៉ាស៊ីនមើលតើវាមានបញ្ហាម៉ាស៊ីនគឺដំណើរការធម្មតាអត់មានអីទេហើយពេលដែលគាត់បិទគម្របឡានវិញគាត់មើលចូលទៅក្នុងឡានស្រាប់តែអត់ឃើញមានមនុស្សហើយគាត់ថាហើយចុះនារីម្នាក់នោះដើរទៅណាបាត់ហើយមិនក៏ចេញពីឡានអញ្ចឹងគាត់រមើលចុះឡើងនៅខាងក្រៅហ្នឹងណាហើយគាត់ក៏ហាយដែរអ្នកនាងអីចឹងទៅក្រែងលោថាគេចុះទៅបាត់ដៃបាត់ជើងឬក៏ចុះទៅណាគាត់រោលមកនិយាយទៅគាត់រោយូរដែរសឹងថាចូល20នាទីណាពីព្រោះគាត់មើលទៅក្នុងឡានគឺអត់មានមនុស្សទេហើយទៅគាត់ដើររនេះដើររនោះដើម្បីហៅនារីម្នាក់ហ្នឹងមកវិញព្រោះគាត់មិនអាចថាបើកឡានចោលគ្នាបានទេព្រោះនាងគឺជាស្រីហើយបាត់ទៅណាសុកបាត់ទៅណាអញ្ចឹងបើកឡានចេញទៅវាមិនកើតបើសិនជានាងមានបញ្ហាអីមួយគាត់ក៏មានវិបដិសារីដែរដល់អញ្ចឹងគាត់ក៏ព្យាយាមដើររទៅប៉ុន្តែរយ៉ាងណាក៏រមិនឃើញរហូតដល់គាត់សម្រេចចិត្តថាគាត់ឡើងឡានទៅផ្ទះវិញទៅធ្វើម៉េចបើរមិនឃើញទៅហើយគ្រាន់តែគាត់ចូលមកដល់ក្នុងឡានភ្លាមងាកទៅក្រោយឃើញនារីម្នាក់នឹងអង្គុយនៅក្រោយនឹងឯងអង្គុយនៅក្នុងឡាននឹងឯងគាត់ភ្ញាក់ព្រឺតតែម្ដងពេលហ្នឹងគឺសក់ក្បាលគាត់បាសជ្រងគាត់មានអារម្មណ៍ព្រឺពេញខ្លួនហ្មងណាគាត់ថាគាត់មើលមិនឃើញសោះហើយពេលដែលចូលមកដល់ក្នុងឡានស្រាប់តែឃើញអង្គុយនៅតែមឹងនៅហ្នឹងហើយពេលហ្នឹងគាត់អត់មានហ៊ានមាត់អត់ហ៊ានកអីទេគាត់ដឹងថាប្រកាសជាមានអីមិនស្រួលហើយអញ្ចឹងគាត់ចាប់ផ្ដើមបើកឡានទៅមុខតទៀតប៉ុន្តែអារម្មណ៍គាត់គឺដឹងច្បាស់ថាប្រកាសជាខ្មោចលងហើយប៉ុន្តែគាត់អត់ហ៊ានមាត់អត់ហ៊ានកអីគាត់ធ្វើមិនដឹងអញ្ចឹងទៅតែគាត់បើកឡានតទៅមុខទៀតហើយពេលបើកឡានតទៅមុខទៀតហ្នឹងនារីម្នាក់ហ្នឹងនិយាយតិចប្រាប់គាត់ថានៅខាងមុខគ្រោះថ្នាក់កុំទៅណានិយាយខ្សើសំឡេងណានៅខាងមុខមានគ្រោះថ្នាក់កុំទៅអីនិយាយមួយដល់ពេលអញ្ចឹងគាត់ភ្ញាក់ព្រឺតហើយគាត់ថាមានគ្រោះថ្នាក់អីនៅខាងមុខមានបញ្ហាអីហើយពេលទៅដល់មុខក៏អត់ឃើញមានអីទេហើយនារីម្នាក់ហ្នឹងក៏អត់តបសម្ដីជាមួយគាត់ដែរដល់ពេលជិះឡានទៅដល់បន្តទៀតទៅដល់ផ្លូវមួយផ្លូវហ្នឹងមានផ្លូវដីក្រហមមួយបត់ចូលទៅក្នុងទៅនារីម្នាក់ហ្នឹងគាត់ប្រាប់ថាផ្ទះខ្ញុំនៅខាងមុខនោះឯងហើយទៅក៏លោកមេងហ្នឹងក៏គាត់បន្ថយល្បឿនឡានដើម្បីបត់ចូលទៅ
ផ្លូវខាងក្នុងហ្នឹងណាផ្លូវដីក្រហមហ្នឹងមានអីគ្រាន់តែកាច់ចកោតបត់ភ្លាមអាឡានហ្នឹងចូលព្រៃមិនមែនចូលផ្លូវដីក្រហមទេចូលព្រៃហ្នឹងប៉ុន្តែវាមិនមែនថាចូលទៅហើយឡានហ្នឹងជាប់នឹងព្រៃហ្នឹងទេគ្រាន់តែចូលប្រាវអញ្ចឹងទៅគាត់ជន់ប្រាំងហើយគាត់ជន់ប្រាំងគាត់ស្មានតែគាត់កិនអីហើយដល់ពេលគាត់ងាកទៅក្រោយបាត់មនុស្សហើយគាត់ងាកមកមុខវិញបែរជាអាផ្លូវដីក្រហមហ្នឹងคล้ายទៅជាព្រៃហើយដល់ពេលអញ្ចឹងគាត់ភ័យមែនតើគាត់ថាវខ្មោចឡងហើយខ្មោចឡងនេះសាហាវខ្លាំងណាស់គាត់អាយ៉ែឡានចេញបានហើយគឺអត់មាននៅទៀតទេគឺជន់យកធ្វើយ៉ាងណាឲ្យទៅដល់ផ្ទះហើយពេលទៅដល់ផ្ទះវិញគាត់ឈឺប្រហែលជាមួយអាទិត្យហើយឡានហ្នឹងគឺគាត់អត់យកចូលផ្ទះដូចគ្នាគឺគាត់ទុកនៅឯមុខសាលារៀនមួយនៅឯក្នុងភូមិនឹងឯងហើយគេចេះតែឆ្ងល់ថាម៉េចក៏យកឡានមកទុកចោលនៅហ្នឹងហើយគាត់ក៏ហៅគេថាឡានគាត់ខូចតែតាមពិតទៅឡានគាត់អត់ខូចទេគឺគាត់អត់ហ៊ានយកចូលទៅក្នុងផ្ទះហើយបន្ទាប់មកគាត់ក៏ប្រកាសលក់ឡានហ្នឹងក្នុងតម្លៃថោកទៀតដែរគាត់លក់ធ្វើម៉េចលក់ចេញឲ្យតែលឿនលក់ឲ្យតែបានហើយគាត់ស្ងាត់មាត់អត់និយាយប្រាប់គេទេថាគាត់ត្រូវខ្មោចលងព្រោះគាត់ខ្លាចថាគេដឹងរឿងប្រវត្តិឡានហ្នឹងអញ្ចឹងទៅគេអត់ទិញអញ្ចឹងណាព្រោះគាត់គិតថាត្រូវធ្វើយ៉ាងណាក៏ដោយលក់ឡានហ្នឹងឲ្យបានសម្រេចលក់ឡានហ្នឹងឲ្យបានឲ្យធ្វើម៉េចបានលុយមកវិញខ្លះអញ្ចឹងទៅហើយបន្ទាប់មកទៀតក៏មាននារីម្នាក់ឈ្មោះលីនគាត់គឺជាមេម៉ាយកូនមួយមានកូនប្រុសម្នាក់អាយុ5ឆ្នាំគាត់ចង់ទិញឡានហ្នឹងព្រោះថាគាត់ពិបាកក្នុងការទៅផ្សារហើយណាមួយគាត់គឺជាស្ត្រីមេម៉ាយផងរាល់ដងគាត់ពឹងពាក់អ្នកជិតខាងហើយដល់ពេលអញ្ចឹងទៅគាត់ឃើញឡានគេលក់ក្នុងតម្លៃធូរគាត់ក៏ចង់ទិញដើម្បីងាយស្រួលក្នុងការធ្វើដំណើរអីអញ្ចឹងទៅហើយបន្ទាប់ពីការចរចាគ្នារួចរាល់អស់ហើយគាត់ក៏សម្រេចចិត្តទិញឡាននឹងដោយសារតែត្រូវតម្លៃគ្នាហើយអស់ហើយសម្រាប់ឯមេភូមិមេងវិញគាត់អត់បាននិយាយអីច្រើនទេអំពីឡាននឹងនោះគាត់អត់មានប្រាប់ប្រវត្តិឡានទៅគេទេគឺគាត់គ្រាន់តែនិយាយថាគាត់លក់ដើម្បីដូរសេរីអីតែប៉ុណ្្នឹងឯងហើយបន្ទាប់មកនាងលីនក៏ទិញឡាននឹងបានពិតប្រាកដមែនហើយពេលដែលទិញឡានបានហើយគាត់ក៏សាកឡាននឹងដូចគ្នាគាត់បានបើកឡាននឹងទៅផ្ទះមីងរបស់គាត់នៅឆ្ងាយពីភូមិគាត់នឹងប្រហែលជា20គីឡូអញ្ចឹងគាត់ត្រូវការបើកឡាននឹងឆ្លងកាត់ផ្លូវដែលឡាននឹងធ្លាប់ជួបឧបទ្ទវហេតុនឹងឯងប៉ុន្តែគ្រាន់តែគាត់អត់ដឹងថាឡាននឹងធ្លាប់ជួបឧបទ្ទវហេតុនៅទីតាំងនោះទេហើយគាត់បានយកកូនប្រុសគាត់នឹងទៅដេកនៅខាងក្រោយឡានដោយសារតែមុនពេលធ្វើដំណើរនឹងកូនប្រុសគាត់បានដេកលក់បាត់ទៅហើយអញ្ចឹងគាត់ក៏បីដាក់ក្រោយឡានអញ្ចឹងទៅហើយគាត់ក៏បើកឡាននឹងចេញទៅពេលដែលគាត់បើកឡាននឹងគាត់ក៏មានអារម្មណ៍ភ័យដែរប៉ុន្តែមិនមែនភ័យរឿងខ្មោចលងនោះទេគឺភ័យខ្លាចឡាននឹងវាខូចដោយសារតែឡានគាត់ទើបតែទិញអញ្ចឹងគាត់អត់ដឹងថាឡាននឹងវាអាចខូចត្រង់ចំណុចណាមួយអីចឹងទៅព្រោះឡាននឹងក៏ជាឡានចាស់ដែរអញ្ចឹងទៅណាឡានទិញតគ្នាអញ្ចឹងអត់ដឹងថាពីមុនមកវាខូចតណេះឬក៏ខូចតណោះអញ្ចឹងនៅពេលដែលគាត់បើកទៅឆ្ងាយហើយគាត់ជាស្ត្រីផងគឺគាត់ពិបាកអញ្ចឹងគាត់មានអារម្មណ៍ភ័យខ្លាចថាឡានខូចអីតាមផ្លូវអញ្ចឹងទៅហើយនៅពេលដែលនាងបើកឡានធ្វើដំណើរតាមផ្លូវនាងមានអារម្មណ៍ថាមានភ្នែករាប់លានកំពុងតែសម្លឹងមកមើលនាងខណៈពេលនោះគឺជាពេលថ្ងៃត្រង់នោះទេហើយផ្លូវនោះទៀតសោតវាកាន់តែស្ងាត់ទៅមានកន្លែងខ្លះនាងមានអារម្មណ៍ថានាងមិនដែលបើកទៅដល់តតែសោះនាងគិតថានាងបើកច្រឡំផ្លូវអីចឹងទៅប៉ុន្តែពេលដែលនាងបន្តដំណើរប្រហែលជា20-30-40ម៉ែត្រក៏ដឹងថាអូកន្លែងនេះគឺជាផ្លូវចាស់ទេហើយដល់ពេលដែលគាត់បើកប្រហែលជា200-300ម៉ែត្រទៀតគឺគាត់មានអារម្មណ៍ថាមិនមែនទេផ្លូវនេះគឺជាផ្លូវផ្សេងអីចឹងទៅមានអារម្មណ៍ថាផ្លូវវាបដូររហូតចឹងណាវាបដូរទីតាំងឬក៏បដូរអីអត់ដឹងទេដឹងត្រឹមថាគាត់មានអារម្មណ៍ចម្លែកថាគាត់ហាក់ដូចជាវង្វេងផ្លូវពីព្រោះតែទីតាំងខ្លះគាត់ចាំបានទីតាំងខ្លះគាត់មិនដែលជួបសោះហើយក្នុងឡានរបស់គាត់ក៏ចាប់ផ្ដើមមានសំឡេងនិយាយគ្នាសំឡេងឆ្លោះប្រកែកគ្នាដំបូងគាត់ស្មានតែគាត់បើកវិទ្យុអន្តើដល់ពេលគាត់មើលទៅគឺថាអត់មានអីទេហើយដល់ពេលគាត់មើលទៅឆ្វេងមើលទៅស្ដាំមើលទៅក្រោយក៏អត់មានអីដែរហើយគាត់មើលទៅកញ្ចក់ឡានទាំងអស់ក៏បិទជិតអត់មានបើកអត់មានអីដែរអញ្ចឹងมันអាចឮសំឡេងពីក្រៅមកបានទេហើយណាមួយឡានកំពុងតែបើកតាមផ្លូវផងវាមិនសមថាឮសំឡេងមនុស្សពីក្រៅនិយាយគ្នាអីចឹងទៅប៉ុន្តែនៅក្នុងចិត្តគាត់នឹងគឺនៅតែឆ្ងល់ថាហេតុអ្វីក៏សំឡេងនឹងនៅតែឮនៅក្នុងឡានអញ្ចឹងហើយមួយសន្ទុះក្រោយមកក៏គាត់ធំក្លិនឆ្អាបគឺ
ក្លិនឆ្អាបឈាមហើយនឹងក្លិនស្អុយរលួយនៃសាកសពគាត់ស្អុយខ្លាំងមែនទែនរហូតដល់គាត់ចង់ក្អួតណាដល់អញ្ចឹងគាត់ក៏ឈប់ឡានគាត់គិតថាឡាននេះប្រហែលជាមានកដុលងាប់កដុលអីចឹងទៅគាត់មើលចុះមើលឡើងហើយក្លិនហ្នឹងក៏បាត់ទៅវិញហើយគាត់ងាកមើលទៅកូនប្រុសគាត់គឺថាដេកធម្មតាចឹងបន្ទាប់មកគាត់ក៏បើកឡានហ្នឹងបន្តទៅមុខទៀតហើយពេលនោះឡានរបស់គាត់ស្រាប់តែរលត់មានន័យថារលត់ម៉ាស៊ីនអស់ហើយអីអស់ហើយប៉ុន្តែឡាននៅតែទៅមុខហើយគាត់ភ័យខ្លាំងណាស់ដូច្នេះគាត់ក៏ព្យាយាមជន់ប្រាំងប៉ុន្តែជន់ប្រាំងយ៉ាងណាក៏នៅតែមិនស៊ីដែរហើយឡានវាចេះតែបើកទៅមុខអញ្ចឹងទៅគាត់ព្យាយាមកាច់ចង្កូតមែនទែនកាច់ឲ្យឡានហ្នឹងមកគៀនឡានហ្នឹងនៅតែនៅកណ្ដាលផ្លូវឡានហ្នឹងនៅតែបើកបន្តទៅមុខប្រហែលជា500ម៉ែត្រវាក៏បញ្ឆេះម៉ាស៊ីនឡើងមកវិញហើយនាងលីនគាត់ក៏អាចបញ្ជាឡាននឹងត្រឡប់មកវិញបានជាធម្មតាអីអញ្ចឹងទៅពេលហ្នឹងគាត់មានអារម្មណ៍ចម្លែកហើយគាត់គិតថាឡាននេះដូចជាមិនសូវស្រួលមិនមែនចម្លែកនឹងរឿងខូចឡានទេគឺចម្លែកសង្ស័យថាអាចនឹងមានវិញ្ញាណអ្វីនៅក្បែរហ្នឹងតាមធ្វើបាបគាត់តាមយាយីគាត់អញ្ចឹងទៅហើយក្រោយមកគាត់ក៏បើកឡាននឹងបន្តទៅមុខដោយស្ងៀមស្ងាត់គាត់អត់ត្រឡប់មកក្រោយវិញទេព្រោះគាត់បើកនឹងជិតដល់ទីតាំងដែលគាត់ចង់ទៅហើយអញ្ចឹងគាត់ព្យាយាមបើកបន្តទៅមុខទៀតហើយពេលនោះស្រាប់តែឮសំឡេងបំពេកូនឲ្យដេកអញ្ចឹងណាដល់អញ្ចឹងគាត់មើលទៅកញ្ចក់ហើយរឿងដែលធ្វើឲ្យគាត់រន្ធត់ខ្លាំងបំផុតនោះគឺគាត់បានឃើញស្ត្រីម្នាក់មុខប្រឡាក់សុទ្ធតែឈាមហើយដៃវិញគឺសឡូនវែងនៅសល់តែឆ្អឹងនោះទេគេថាស្បែកដណ្ដប់ឆ្អឹងណាគឺអញ្ចឹងឯងហើយអង្គុយក្បែរកូនប្រុសគាត់ហើយនាងលីនគាត់ភ័យមែនតើគាត់មើលទៅគាត់ដឹងថាជាខ្មោចហើយគាត់ស្រែកផងគាត់យំផងហើយបន្ទាប់មកគាត់ឈប់ឡានភ្លាមហើយនៅពេលដែលគាត់ឈប់ឡានភ្លាមហ្នឹងគាត់បើកទ្វារឡានស្ទុះចេញពីឡានវឹងតែម្ដងហើយបន្ទាប់មករឿងដែលគាត់ធ្វើបន្ទាប់គឺទៅបើកទ្វារក្រោយយកកូនប្រុសរបស់គាត់ប៉ុន្តែបើកទ្វារអត់បានទេគាត់ស្រែកខ្លាំងណាស់ស្រែកឲ្យគេជួយដោយមើលឃើញខ្មោចនៅតែអង្គុយអែលកូនប្រុសរបស់គាត់អញ្ចឹងហើយគាត់ព្យាយាមបើកទ្វារដើម្បីទាញកូនប្រុសគាត់ចេញគឺបើកអត់បានធ្វើយ៉ាងណាក៏អត់បានដែរស្រែករហូតដល់គាត់ដួលសន្លប់នៅនឹងផ្លូវហ្នឹងទៅហើយបន្ទាប់មកនៅព្រឹកស្អែកឡើងក៏មានមនុស្សម្នាមកឃើញអញ្ចឹងទៅក៏ជួយគាត់ហើយនៅពេលដែលជួយគាត់បានដឹងខ្លួនអីហើយគ្រប់គ្នាគេនឹកស្មានថាគាត់ប្រហែលជាជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍អីចឹងទៅណាគឺគាត់អត់បានតន់និយាយប្រាប់គេអីភ្លាមទេហើយមុខគាត់គឺស្លេកស្លាំងភ្នែកគាត់ហើមប្រៀបដូចជាយំពេញមួយយប់អញ្ចឹងហើយគាត់ភ្ញាក់ដឹងខ្លួនឡើងគាត់មើលទៅកូនប្រុសគាត់នៅតែដេកលង់លក់ដដែលប៉ុន្តែអ្វីដែលគាត់ស្ដាប់ឮពីអ្នកភូមិហើយជារឿងដ៏សោកសៅបំផុតនោះគឺគេប្រាប់ថាកូនប្រុសគាត់បានស្លាប់បាត់បង់ជីវិតទៅហើយគឺគាត់គ្រាន់តែឮប៉ុណ្ណេះភ្លាមគឺគាត់យំបោកខ្លួននៅទីកន្លែងហ្នឹងតែម្ដងនិយាយទៅគឺខ្មោចស្រីនាងស៊ីថានឹងបានសម្លាប់កូនប្រុសរបស់គាត់ដោយសារតែជាកំហឹងវិញ្ញាណដែលជាប់នៅនឹងឡានអញ្ចឹងទៅណាហើយចំណែកឯនាងលីននឹងក៏คล้ายទៅជាមនុស្សវិកលចរិតទោះបីជាដំបងឡើយនាងនៅនិយាយបានខ្លះបញ្យល់ប្រាប់គេហើយក្រោយមកដោយសារតែវាសភាពធ្ងន់ធ្ងរទៅនាងក៏លែងនិយាយអំពីរឿងនឹងក៏ដោយប៉ុន្តែគេនៅតែសង្ស័យថាការស្លាប់របស់កូនប្រុសរបស់នាងគឺជារឿងឃាតកម្មនិងសម្រាប់តែប៉ូលីសដែលគេសង្ស័យប៉ុន្តែសម្រាប់អ្នកភូមិវិញគេនៅតែជឿទៅលើរឿងអបិយជំនឿជឿទៅលើពាក្យសម្ដីដែលនាងលីននិយាយកាលពីដំបូងថានាងបានជួបខ្មោចអីចឹងទៅណាហើយចំណែកឯឡានហ្នឹងក៏ទុកនៅទីនឹងចោលអត់មានអ្នកណាយកទៅណាយកទៅណីទៀតទេដោយសារតែវាជារឿងអបិយជំនឿគេជឿថាឡានដែលមានវិញ្ញាណសន្ធិដ្ឋនៅក្នុងហ្នឹងតែងតែតាមធ្វើបាបម្ចាស់ឡានហើយយូរទៅឡានហ្នឹងក៏คล้ายតែជាឡានដែលច្រេះស៊ីខ្ទេចខ្ទីអស់ចឹងទៅមានវល្លិមានដើមឈើមានអីដុះរុំព័ទ្ធចឹងហើយអ្នកភូមិក៏ធ្លាប់ដុតឡាននឹងដែរមានអ្នកដែលទៅដុតឡាននឹងហើយបន្ទាប់មកក៏ឈឺស្លាប់បាត់បង់ជីវិតទៅចំណែកឯឡាននឹងគឺដុតអត់ឆេះទេពេលដែលដុតឆេះភ្លើងសន្ធោសន្ធៅមួយផ្លែតហើយក៏រលត់ទៅវិញហើយអ្នកដែលដុតក៏ឈឺស្លាប់ហើយក្រោយមកទៀតក៏មានអ្នកដែលរើសអេតចាយគេមកគាស់ដែកកាត់ដែកឡាននឹងដើម្បីយកធ្វើជាអេតចាយលក់អីចឹងទៅហើយពេលដែលកាត់បានអីបានបំណែកខ្លះហើយជីមិនដល់50ម៉ែត្រផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅកន្លែងនឹងទៀតហើយក្រោយមកដោយសារតែរឿងនឹងវាកើតឡើងដដែលពេកឡាននឹងក៏គ្មានអ្នកណាហ៊ានទៅចិត្តដែរនៅពេលដែលគេជិះកាត់ផ្លូវនឹង
គេមិនដែលហ៊ានសម្លឹងមើលឡាននឹងទេគេខ្លាចឃើញអ្វីប្លែកៗដូច្នេះគេមានតែបន្ថែមល្បឿនជិះធ្វើយ៉ាងណាឲ្យតែផុតហើយចំណែកឯរឿងក្តីដែលប៉ូលីសស៊ើបអង្កេតវិញគេពុំរកឃើញថាវាជារឿងឃាតកម្មនោះទេដូច្នេះហើយក៏វាคล้ายទៅជារឿងព្រេងនិទាននៅទីនោះคล้ายទៅជារឿងខ្មោចដែលសាហាវដែលអ្នកភូមិគ្រប់គ្នាខ្លាចរអាហើយនិយាយតពីមាត់មួយទៅមាត់មួយចឹងទៅចំណែកឯនាងលីននោះក៏คล้ายទៅជាមនុស្សវិកលចរិតរហូតមកដល់សប្តាហ៍ថ្ងៃនេះដោយសារតែបាត់បង់កូនប្រុសជាទីស្រឡាញ់ហើយរឿងវិញ្ញាណដែលសន្ធិដ្ឋនៅក្នុងឡាននឹងក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់ដែលតាមដានស្ដាប់តាំងពីដើមរហូតមកដល់ចប់ហើយខ្ញុំនឹងមានរឿងថ្មីៗជាបន្តទៀតយកមកនិទានជូនពុកម៉ែបងប្អូនសន្តាប់ដូច្នេះសូមជួយ like ជួយ subscribe និងចុច follow ដើម្បីតាមដានរឿងថ្មីៗកុំឲ្យខកខានសូមអរគុណសូមជម្រាបលា